សម្រាប់អ្នកដែលស្រឡាញ់កាហ្វេពិតប្រាកដតែអ្នកធ្លាប់ឆ្ងល់ទេថាគ្រាប់កាហ្វេដ៏ឈ្ងុយឆ្ងាញ់ដែលអ្នកផឹករាល់ថ្ងៃនេះមានប្រភពមកពីណាកាហ្វេមិនមែនគ្រាន់តែជាភេសជ្ជៈនោះទេតែវាជាសិល្បៈប្រវត្តិសាស្ត្រនិងជាវប្បធម៌ថ្ងៃនេះយើងនឹងនាំអ្នកធ្វើដំណើរទស្សនាទៅកាន់ប្រទេសដែលជាប្រភពកាហ្វេធំៗទាំង10នៅលើពិភពលោកដែលបានរួមចំណែកបង្កើតរសជាតិនិងក្លិនដ៏អស្ចារ្យសម្រាប់មនុស្សគ្រប់រូបកាហ្វេអាវតាមានរសជាតិឈ្ងុយឆ្ងាញ់បងប្អូនអាចសាកល្បងបានជាមួយនឹងរសជាតិកាហ្វេខ្មែរនិងកាហ្វេដែលបានមកពីបណ្ដាប្រទេសផ្សេងៗជាច្រើនទៀតជាមួយនឹងក្រុមហ៊ុនកាហ្វេអាវតាដែលគ្រាន់តែធ្វើការ comment Richard ចូលពេកកាហ្វេអាវតាហើយសរសេរពាក្យថាខ្ញុំចង់សាកនោះខាងក្រុមការងារនឹងយកកាហ្វេទៅឲ្យបងប្អូនសាករសជាតិដល់ទីតាំងដោយមិនគិតថ្លៃនិងមិនគិតសេវាអ្វីទាំងអស់ប្រទេសលេខ1ប្រេស៊ីលគឺជាមហាអំណាចកាហ្វេរបស់ពិភពលោកប្រទេសនេះបានកាន់កាប់តំណែងជាអ្នកផលិតកាហ្វេធំជាងគេបំផុតអស់រយៈពេលជាង150ឆ្នាំមកហើយចំការកាហ្វេដ៏ធំល្វឹងល្វើយនៅរដ្ឋមីណាស់ជេរ៉ៃនិងសាពូឡូផលិតបានទាំងកាហ្វេអារ៉ាប៊ីកាដែលមានគុណភាពខ្ពស់និងរូបមស្តាកាហ្វេប្រេស៊ីលល្បីខាងរសជាតិគ្រាប់ធញ្ញជាតិស្រាលនិងមានជាតិអាស៊ីតទាបដែលស័ក្តិសមបំផុតសម្រាប់កាហ្វេលីប្រទេសទី2វៀតណាមបោះជំហានមកអាស៊ីយើងទៅដល់ប្រទេសវៀតណាមគឺជាប្រទេសផលិតកាហ្វេធំជាងគេទី2លើលោកនិងជាស្ដេចនៃកាហ្វេ Robusta ចំការភាគច្រើនស្ថិតក្នុងតំបន់ Central Highlands កាហ្វេ Robusta របស់វៀតណាមមានរសជាតិល្វីងប្លែកនិងជាមូលដ្ឋានគ្រឹះនៃកាហ្វេប្រពៃណីរបស់ពួកគេគឺកាហ្វេទឹកកកជាមួយទឹកដោះគោខាប់ប្រទេសទី3គីឡុំពីត្រូវបានគេស្គាល់ទូទាំងពិភពលោកចំពោះកាហ្វេអារ៉ាប៊ីកាគុណភាពល្អបំផុតតំបន់ភ្នំ Andes ដែលមានដីមានជីជាតិនិងអាកាសធាតុល្អឥតខ្ចោះបានផ្ដល់កំណើតដល់គ្រាប់កាហ្វេដែលមានរសជាតិអែមល្មមស្រាលនិងមានក្លិនក្រូចឆ្មាបន្តិចកសិករប្រទេសកូឡុំប៊ីភាគច្រើនជាកសិករខ្នាតតូចដែលប្រមូលផលដោយដៃយ៉ាងយកចិត្តទុកដាក់ប្រទេសទី4ឥណ្ឌូនេស៊ីមកដល់ឥណ្ឌូនេស៊ីយើងនឹងជួបជាមួយរសជាតិប្លែកៗឥណ្ឌូនេស៊ីជាអ្នកផលិតធំទី4ដែលល្បីល្បាញដោយសារកាហ្វេពីកោះដូចជា Java, Sumatra និង Sulawesi កាហ្វេរបស់ពួកគេមានច្រើនរសជាតិហើយពួកគេក៏មានវិធីសាស្ត្រកែច្នៃពិសេសហៅថា Geli Basha ផងដែរប្រទេសទី5អេធីអូពីតើអ្នកដឹងទេថាអេធីអូពីគឺជាស្រុកកំណើតរបស់កាហ្វេvì nơiទីនេះហើយដែលគ្រាប់កាហ្វេត្រូវបានគេរកឃើញដំបូងកាហ្វេអេធីអូពីមានភាពសម្បូរបែបជាមួយនឹងរសជាតិផ្លែឈើកានិងស្រស់ថ្លាពីតំបន់ល្បីៗដូចជា Yirishek និង Sidamo កាហ្វេនៅទីនេះភាគច្រើនដាំដុះតាមរបៀបប្រពៃណីនិងធម្មជាតិប្រទេសទី6ហុងដូរ៉ាសមួយរយៈចុងក្រោយនេះហុងដូរ៉ាសបានក្លាយជាតារារះថ្មីមួយក្នុងពិភពកាហ្វេចំការខ្ពស់រាបរបស់ពួកគេផលិតបានកាហ្វេអារ៉ាប៊ីកាដែលមានគុណភាពលេចធ្លោកាហ្វេហុងដូរ៉ាសល្បីខាងរសជាតិសូកូឡាផ្លែឈើដែលមានតុល្យភាពល្អនិងក្លិនក្រអូបទាក់ទាញប្រទេសទី7ឥណ្ឌាគឺជាប្រទេសដែលកាហ្វេត្រូវបានដាំដុះនៅក្រោមម្លប់ផ្កាឈើហឺដូចជាដើមក្រវាញនិងដើមក្លាំពួរតំបន់ភាគខាងត្បូងដូចជាហ្គាណាតាកាគឺជាបេះដូងកាហ្វេពួកគេក៏មានកាហ្វេពិសេសមួយហៅថាមូសុងម៉ាឡាបាដែលមានរសជាតិប្លែកពីគេដោយសារខ្យល់មូសុងប្រទេសទី8អ៊ូហ្គាន់ដានៅក្នុងទ្វីបអាហ្វ្រិកអ៊ូហ្គាន់ដាគឺជាអ្នកផលិតកាហ្វេធំមួយដែលផ្ដោតលើកាហ្វេ Robusta គុណភាពខ្ពស់ចំការកាហ្វេរបស់ពួកគេស្ថិតនៅតំបន់ខ្ពស់រាបនិងមានអាកាសធាតុអំណោយផលអ៊ូហ្គាន់ដាក៏ចាប់ផ្ដើមផលិតអារ៉ាប៊ីកាពីតំបន់ភ្នំអេលហ្គនដែលមានរសជាតិផ្អែមដូចផ្លែឈើផងដែរប្រទេសទី9មិចស៊ិកភាគច្រើននៃកាហ្វេអារ៉ាប៊ីការបស់មិចស៊ិកត្រូវបានដាំដុះនៅក្នុងរដ្ឋភាគខាងត្បូងដូចជាឆាប៉ានិងអូសាកាកសិករជាង 10,000 នាក់ដាំដុះកាហ្វេនៅទីនោះកាហ្វេមិចស៊ិកល្បីខាងរសជាតិទន់ភ្លន់ស្រាលនិងមានក្លិនសូកូឡាតិចៗចុងក្រោយគឺប៉េរូប្រទេសនេះមានចម្ការកាហ្វេជាច្រើននៅតំបន់ខ្ពស់រាបភ្នំ Andes កាហ្វេប្រទេសប៉េរូភាគច្រើនត្រូវបានដាំដុះដោយកសិករសរីរាង្គខ្នាតធំរសជាតិរបស់វាមានលក្ខណៈដូចគ្រាប់ធញ្ញជាតិ
ស្រស់ថ្លានិងមានអាស៊ីតល្មមដែលស័ក្តិសមសម្រាប់អ្នកជិតកាហ្វេធម្មជាតិទាំងនេះគឺជាបណ្ដុំនៃចម្ការកាហ្វេដ៏អស្ចារ្យដែលផ្គត់ផ្គង់ពិភពលោករាល់ពែងកាហ្វេដែលអ្នកផឹកគឺជារឿងរ៉ាវនៃការខិតខំនិងក្តីស្រឡាញ់រាប់ពាន់ម៉ាយសង្ឃឹមថាអត្ថបទនេះនឹងធ្វើឲ្យអ្នកកាន់តែពេញចិត្តចំពោះកាហ្វេបន្ទាប់របស់អ្នកតើអ្នកចង់ឲ្យយើងស្វែងយល់បន្ថែមអំពីរសជាតិកាហ្វេពីប្រទេសណាមួយក្នុងចំណោមប្រទេសទាំង10នេះទេជួបគ្នានៅវីដេអូក្រោយ